សួស្តីសូមស្វាគមន៍មកនយោបាយពិភពលោកបាទសូមអភ័យទោសផងដែរដែលមានការបាត់មួយរយៈមិនបានធ្វើការផ្សព្វផ្សាយដោយសារតែមានការជាប់រវល់បាទនៅក្នុងវីដេអូនេះយើងនឹងលើកយករឿងរ៉ាវមួយរវាងប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្ថានដែលកំពុងតែមានបញ្ហារវាងគ្នានឹងគ្នាសូមបញ្ជាក់ផងដែរថាប្រទេសឥណ្ឌានិងប្រទេសប៉ាគីស្ថានបានបង្កើនសមត្ថភាពអាវុធរបស់ខ្លួនហើយក៏ដូចជាសមត្ថភាពទ័ពរបស់ខ្លួនចាប់តាំងពីការមានចំនួននៅឆ្នាំ2019ដោយការបង្កើនសមត្ថភាពនេះបានធ្វើឲ្យមានភាពតានតឹងចំពោះការឆ្លោះទាស់ទែងគ្នានេះបាទភាពតានតឹងនេះគឺកើតឡើងបន្ទាប់ពីប្រទេសឥណ្ឌាបានបន្ទោសប្រទេសប៉ាគីស្ថាននៅក្នុងការវាយប្រហារថ្មីៗនៅក្នុងទីក្រុងកាស្មៀរដែលលោកនាយករដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌាបានសន្យាថានឹងវាយប្រហារយ៉ាងចាស់ដៃមួយនៅពេលដែលប្រទេសប៉ាគីស្ថានបានបដិសេធចំពោះការពាក់ព័ន្ធជាមួយនឹងការវាយប្រហារនោះហើយថែមទាំងព្រមានថានឹងមានការតទល់ប្រសិនបើប្រទេសប៉ាគីស្ថានត្រូវបានវាយប្រហារប្រទេសទាំងពីរបានបង្កើនទ័ពអាកាសរបស់ខ្លួនដោយឥណ្ឌាប្រើប្រាស់យន្តហោះចម្បាំងមកពីបារាំងចំណែកឯប្រទេសប៉ាគីស្ថានគឺប្រើប្រាស់យន្តហោះចម្បាំងមកពីប្រទេសចិនដែលភាគីទាំងពីរសុទ្ធតែមានការបំពាក់នៅមីស៊ីលដែលអាចវាយប្រហារបានតាមនេះជំនាញបានឲ្យដឹងថាអ្នកដែលមានសិទ្ធិសម្រេចចិត្តនៅក្នុងប្រទេសទាំងពីរគឺជាអ្នកដែលអាចធ្វើឲ្យស្ថានភាពអាចកើតឡើងធ្ងន់ធ្ងរឬក៏ថមថយបានស្ថានភាពនៅក្នុងប្រទេសទាំងពីរវានៅតែជាស្ថានភាពមួយដែលផុយស្រួយដោយអ្នកវិភាគអ្នកជំនាញខាងទ័ពបានប្រមានថាការដែលមានអាវុធនុយក្លេអ៊ែរក៏ជារឿងមួយដែលអាចធ្វើឲ្យប្រទេសទាំងពីរអាចជួបនៅបញ្ហាផងដែរ